ជំរាបសួរបងប្អូនប្រុសស្រីប្រិយមិត្តទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទមាសឡាយប៉ារីហើយថ្ងៃនេះខ្ញុំលើកប្រធានបទតាក់ទងពីក្រុមហ៊ុនផ្នែកចរាយន្តដែលមានក្រុមហ៊ុន Hitachi ដែលខ្ញុំដកស្រង់ចេញពីកាសែត Cambodia Daily ដែលជាកាសែតមួយដែលមានចំណាស់ចាស់ជាងគេតាំងពីឆ្នាំ 1993 ដែលជាកាសែតកូនកាត់ដូចគ្នានៅក្នុងប្រទេសកម្ពុជាមានកាសែតតែ2ហ្នឹងឯងដែលខ្លាំងជាងគេគឺភ្នំពេញ Post Cambodia Daily ក្នុងប្រទេសកម្ពុជាអូខេជាភាសាអង់គ្លេសណាប៉ុន្តែភាសាខ្មែរក៏មិនnóiដែរអូខេ Hitachi set eye on Cambodia elevator market ចឹង elevator នេះគឺផ្នែកចរាយន្តគ្រឿងចរាយន្តចឹងមកទីផ្សារចរាយន្ត set ហ្នឹងដាក់អីមួយកំណត់អីមួយ I ហ្នឹងផ្នែកប៉ុន្តែកន្លែងហ្នឹងគេមិនថាផ្នែកគឺចក្ខុវិស័យចឹង Hitachi បានដាក់ចក្ខុវិស័យរបស់ខ្លួនមកលើទីផ្សារចរាយន្តនៅក្នុងប្រទេសកម្ពុជាអូខេTo take advantage of Cambodia growing manufacturing and real estate industry, Japanese electronic conglomerate Hitachi has announced a joint venture aiming to expand into the local elevator and escalator market. ចឹងelevator ហ្នឹងគឺចរាយន្តដែលគេអូសពីលើទៅក្រោមមកចរាលើពោះណាយើងឃើញនៅតាមអគារខ្ពស់គឺងោងទៅលើទៅពីលើចុះមកក្រោមវិញដល់ពេល escalator មានន័យថាចរាយន្តដែរតែចរាយន្តដែលយើងដើរទៅហើយយើងទុំទៅវារុញយើងឡើងទៅមួយជាន់ហ្នឹងអាហ្នឹងគេហៅថា escalator អញ្ចឹងខុសគ្នាអញ្ចឹងអូខេ manufacturing ការផលិតអីមួយហើយ conglomerate បើ conglomerate company មានន័យថាក្រុមហ៊ុនហ្នឹងវាផលិតច្រើនវាមិនមែនផលិតតែមួយមុខទេវាផលិតផលហ្នឹងផ្សេងគ្នាអញ្ចឹង conglomerate Hitachi ហ្នឹងក្រុមហ៊ុន Hitachi វាផលិតច្រើនសូម្បីតែម៉ាស៊ីនកុំព្យូទ័រសូម្បីតែម៉ាស៊ីនសម្រាប់អាចោកណាអាចោកអីហ្នឹងគឺក៏ Hitachi ដែរហើយមានគ្រឿងសម្រាប់លើកអីវ៉ាន់តាមកំពង់ផែហ្នឹងក៏ Hitachi ដែរហើយឥឡូវមានគ្រឿងនេះផ្សេងទៀតអញ្ចឹងបានគេហៅថា conglomerate company ជាក្រុមហ៊ុនដែលមានប្រភេទផ្សេងគ្នាច្រើន joint venture គឺជាការរួមគ្នាធ្វើអីមួយរួមគ្នាអញ្ចឹងយើងបកតែម្ដង take advantage ផលប្រយោជន៍ advantage អញ្ចឹង to take advantage of Cambodia growing manufacturing and real estate industry ដើម្បីចាប់យកផលប្រយោជន៍នៃការផលិតដែលមានការកើនឡើងនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនផលិតនៅផលិតផលអេឡិចត្រូនិកខុសៗគ្នាបានប្រកាសអំពីការចូលរួមដាក់ទុនរួមគ្នា aiming ក្នុងគោលបំណងដើម្បី expand ដើម្បីពង្រីកមកក្នុងទីផ្សារចរាយន្តក្នុងស្រុកនិយាយចឹងបណ្ដោយមិនបាច់ចាំចរាយន្តតាមជាន់ចរាយន្តពីលើចុះក្រោមទេ Estimating at least 10% yearly growth in demand for elevator and escalator in Cambodia City Hitachi elevator will be set up with share of capital of 1.2 million with 77% from Hitachi 30% from Thailand-based subsidiary Sim Hitachi Elevator and 23% from local design and construction firm CMED Group according to information provided by the firm ចឹងបើយោងតាមព័ត៌មានដែលផ្ដល់ដោយក្រុមហ៊ុន Hitachi នឹងបានវាស់វែងថា estimate នឹងវាស់វែងថាម៉េច at least យ៉ាងហោចណាស់10% 10% នឹងមានការកើនឡើង growth នឹងមានការកើនឡើងជាប្រចាំឆ្នាំអញ្ចឹងមួយឆ្នាំកើន 10% in demand នៅក្នុងទីផ្សារចរាយន្តនៅក្នុងទីក្រុងរបស់កម្ពុជានៅក្នុងទីក្រុងរបស់កម្ពុជាមិនមែននៅភ្នំពេញទេតែទីក្រុងធំនៅក្នុងប្រទេសកម្ពុជាហ្នឹងយ៉ាងហោចណាស់សរុបចូលគ្នាកើនឡើង 10% Hitachi Elevator នៅក្នុងប្រទេសកម្ពុជាមានន័យថាក្រុមហ៊ុនចរាយន្ត Hitachi នៅក្នុងប្រទេសកម្ពុជានឹងដាក់ចេញនៅ
ភាគហ៊ុន share capital ភាគហ៊ុនដែលបែងចែកទៅហ្នឹងដើមទុនបានដែរដើមទុនដែលចែកដែលដាក់ចូលទៅហ្នឹងមានប្រមាណជា 1.2 លានដុល្លារមានន័យថា1លាន2សែនដុល្លារសហរដ្ឋអាមេរិក with 47ដែលគិតជាភាគរយមានជា 47% ពីក្រុមហ៊ុន Hitachi នឹងផ្ទាល់ 30% ទៀតពី Thailand subsidiary SIM Hitachi មានន័យថាចូលទុន 30% ពីក្រុមហ៊ុន Hitachi ដែល Hitachi នៅប្រទេសថៃដែលគ្រប់គ្រងដោយជនជាតិថៃហ្នឹងដែលមានមូលដ្ឋាននៅប្រទេសថៃអញ្ចឹងវាមាន Hitachi ថៃ Hitachi Hitachi Cambodia អញ្ចឹងទៅហើយ 23% ទៀតពីក្រុមហ៊ុនសាងសង់និងគូប្លង់នៅក្នុងស្រុកដែលហៅកាត់ថា CMED Group អញ្ចឹងមានន័យថាមានទុននៅក្នុងស្រុកខ្មែរដែរក្នុងស្រុកហ្នឹងមិនដឹងពីណាខ្លះប៉ុន្តែគាត់ថាជាទុននៅស្រុកខ្មែរដែរអញ្ចឹងដើម្បីបង្កើតបោះទុនចូលក្នុងកម្ពុជាហ្នឹងមានគ្នា3នាក់មានជប៉ុនមានថៃនិងខ្មែរ 23%. The focus will be on improving after sales services and boosting export from Thailand based subsidiary said Sachai Varaksankasipa, a new entity managing director. Training will also be provided for technicians at New Asia Training Center in Cambodia. Training ការបរៀនបន្ថែមអីមួយ focus ការបដោតអីមួយការបដោតទៅលើអ្វីមួយ boosting boost ហ្នឹងរុញឲ្យមានជំរុញឲ្យមានអញ្ចឹងគេថាម៉េចថាការបដោតរបស់យើងឬថាការយើងបដោតទៅលើអីបដោតទៅលើការធ្វើឲ្យកែលម្អបន្ថែមទៀតធ្វើឲ្យមានការល្អបន្ថែមទៀត improving ហ្នឹងទៅលើសេវាកម្មដែលបានលក់រួចហើយលក់មិនគឺតម្លើងឬក៏អីមួយទៅលើការលក់រួចហើយព្រមទាំងជំរុញឲ្យមានការនាំចេញពីរោងចក្របុតសម្ព័ន្ធរបស់យើងដែលមាននៅប្រទេសថៃលោកសច្ឆ័យហ្នឹងដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុនថ្មីហ្នឹងបាននិយាយអញ្ចឹងប៉ាក់ហ្នឹងដែលមកគ្រប់គ្រងស្រុកខ្មែរហ្នឹងបាននិយាយថាអញ្ចឹងថាម៉េចគឺទី1កែលម្អពង្រឹងនៅសេវាកម្មហ្នឹងឲ្យកាន់ល្អទី2គឺដើម្បីនាំគ្រឿងអេឡិចត្រូនិកមួយចំនួនដែលនៅស្រុកថៃហ្នឹងដែលគេធ្វើហើយគេដែលជប៉ុនដដែលតែដាក់ហ៊ុនគ្នាហ្នឹងធ្វើនៅស្រុកថៃហើយនាំចូលមកស្រុកខ្មែរដើម្បីយកមកតម្លើងនៅហ្នឹងគុំគ្នាធ្វើជាចដាយន្តតែផលិតនៅស្រុកថៃthe training អញ្ចឹងមានការបង្រៀនបន្ថែមវគ្គនៃការបង្រៀនបន្ថែមហ្នឹង training ហ្នឹងនឹងត្រូវបានផ្ដល់ provided ហ្នឹងត្រូវបានផ្ដល់ដល់ technician ដល់អ្នកបច្ចេកទេសមកជាច្រើន add នៅណានៅឯមជ្ឈមណ្ឌលសិក្សាបន្ថែមនៅអាស៊ីថ្មីនេះមានន័យថាសិក្សាបន្ថែមឈ្មោះគេណាអាស៊ីហ្នឹងសិក្សានៅក្នុងតំបន់អាស៊ីថ្មីហ្នឹងនៅក្នុងប្រទេសថៃអញ្ចឹងអ្នកដែលមិនទាន់ចេះបច្ចេកទេសគេនឹងបញ្ជូនឲ្យទៅរៀននៅ Asia Training Center ក្នុងប្រទេសថៃគេយកថៃធ្វើជាមូលដ្ឋាន The moving is part of Hitachi recent expansion in the region including joint venture in Burma in 2015 ការផ្លាស់ប្ដូរនេះគឺជាផ្នែកមួយនៃការពង្រីកបន្ថែមថ្មីរបស់ Hitachi នៅក្នុងតំបន់ including រួមទាំងការដាក់ទុនរួមគ្នានៅក្នុងប្រទេសភូមាកាលពីឆ្នាំ 2015 ឃើញទេនៅ 2015 ដាក់នៅភូមា 2017 ដាក់នៅស្រុកខ្មែរម្ដង The company has also explored setting up a special economic zone in Khandal province អញ្ចឹងក្រុមហ៊ុនហ្នឹងក៏កំពុងតែស្វែងរក explore ហ្នឹងស្វែងរក setting up ស្វែងរកអីដើម្បីបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងខេត្តកណ្ដាលគេណាចង់ដាក់នៅខេត្តកណ្ដាលទៀតអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយទៀត